ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងជាបន្តនេះមានរឿងមួយមកចែករំលែកទៅកាន់ពុកម៉ែបងប្អូនយើងជាបន្តទៀតហើយគឺកំពុងតែផ្ទុះនឹងល្បីមែនទែនបងប្អូនយើងគឺរឿងធំហើយតាក់ទងជាមួយនឹងប្រទេសថៃមានការវេកញើសជាច្រើននិងខ្លាំងក្លាមែនទែនតាក់ទងជាមួយនឹងរូបសំណាក់បាទរូបសំណាក់របស់យើងណាបាទហើយរូបសំណាក់ថៃដែលគេរកឃើញរូបសំណាក់ថៃដែលកំពុងល្បីម្ដងទៀតនោះគឺជារូបសំណាក់បាទរូបចម្លាក់តែម្ដងបងប្អូនយើងណាបាទដែលគេគោរពនោះគឺលោកគ្រូកាយកែវបាទគ្រូកាយកែវហើយគេសង្ស័យថាគ្រូកាយកែវនឹងគឺជាគ្រូរបស់ព្រះបាទជ័យវរ្ម័នទី7ដល់គេឃើញជាមួយនឹងរូបបាទនេះរូបចម្លាក់បាទយើងឆ្លាក់លើផ្ទាំងប្រាសាទរបស់យើងគឺប្រាសាទបាយ័ននិងបន្ទាយឆ្មាបាទគេថារូបនឹងតែមួយខ្ញុំមើលទៅគ្មានតែមួយអីបន្តិចសោះបាទហើយខ្ញុំក៏បានទៅស្រាវជ្រាវឲ្យចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងថារូបនេះគឺមិនមែនតែមួយទេបងប្អូនយើងបញ្ជាក់បន្តិចណាគឺមិនមែនជារូបតែមួយគ្នាទេសូម្បីតែយើងមើលភ្នែកផ្ទាល់ក៏ដឹងថាមិនមែនជារូបតែមួយដែររូបចម្លាក់ដែលយើងឆ្លាក់លើផ្ទាំងប្រាសាទរបស់យើងបាយ័ននិងបន្ទាយឆ្មានេះគឺជារូបតាបោះតែប៉ុណ្ណោះបងប្អូនយើងគឺជារូបតាបោះមិនបានបញ្ជាក់ថាជាគ្រូរបស់ព្រះបាទជ័យវរ្ម័នទី7ទេគាត់បញ្ជាក់ថាគឺជារូបតាបោះនៅសម័យកាលនោះយើងអាចនិយាយថាជាគ្រូក៏បានឬក៏មិនមែនជាគ្រូក៏បានព្រោះព្រះបាទជ័យវរ្ម័នទី7ចំនួននឹងលោកបាទទ្រង់គាត់ស្រឡាញ់អ្នកប្រាជ្ញគោរពអ្នកប្រាជ្ញឲ្យតម្លៃទៅកាន់អ្នកប្រាជ្ញទើបគាត់ឆ្លាក់ជាមួយនឹងរូបតំណាងអ្នកប្រាជ្ញនោះឯងបញ្ជាក់ថាគឺជាអ្នកប្រាជ្ញគឺជាតាបោះអ្នកដែលមានចំណេះដឹងចំណេះវិជ្ជាជ្រៅជ្រះទាំងអក្សរសិល្ប៍និងក្បាច់គុនបាទនោះគាត់បានចម្លាក់ឆ្លាក់មកអញ្ចឹងថៃគេយល់ច្រឡំថាសង្ស័យថាជាគ្រូរបស់ជ័យវរ្ម័នទី7ទេបាទគ្រូកាយកែវហ្នឹងតាមប្រវត្តិសាស្ត្រខ្មែរគឺមិនមែនជាបុព្វបុរសខ្មែរឬក៏គ្រូណាមួយទេបាទវាគ្រាន់តែជាអសូរកាយបីសាចតែប៉ុណ្ណោះដែលខ្មែរយើងស្អប់ខ្ពើមនិយាយចំទៅបីសាចគឺស្អប់ខ្ពើមទាំងខ្ញុំទាំងគេអញ្ចឹងគឺយើងបានស្រាវជ្រាវទៅគឺមិនឃើញថាគ្រូកាយកែវដែលថៃគោរពនោះគឺជាគ្រូរបស់ជ័យវរ្ម័នទី7ទេគឺមិនមែនទេគឺ no វាគ្រាន់តែជាបីសាចអសូរកាយតែប៉ុណ្ណោះតោះឥឡូវមកដឹងលម្អិតបន្តិចបាទតាក់ទងជាមួយនឹងរូបសំណាក់ពីរនេះឥឡូវមកជ្រាបជាមួយនឹងរូបសំណាក់ដែលឆ្លាក់លើផ្ទាំងប្រាសាទបុរាណរបស់យើងគឺនៅប្រាសាទបន្ទាយឆ្មានិងប្រាសាទបាយ័នតោះឥឡូវដឹងលម្អិតតោះជាមួយទីតាំងបងប្អូនយើងណាបាទជាមួយនឹងទីតាំងគឺតួអង្គឬក៏រូបសំណាក់ដែលឆ្លាក់នេះគឺជារូបសំណាក់ព្រះឥសីឬគេហៅថាតាបោះខ្មែរយើងតែនិយាយណាឥសីតាបោះសិតតែជាអ្នកប្រាជ្ញអ្នកមានវិជ្ជាអ្នកមានក្បាច់គុណល្អអ្នកមានបញ្ញាល្អអញ្ចឹងណាបងប្អូនយើងបាទអញ្ចឹងគឺកំពុងតែអង្គុយភាវនាធម៌រូបសំណាក់ហ្នឹងគឺកំពុងអង្គុយភាវនាធម៌លើកដៃបង្គំបាទលើកដៃបង្គំសមាធិបាទរូបសំណាក់ហ្នឹងគឺបែបហ្នឹងសកម្មភាពចំពោះទីតាំងរូបសំណាក់បែបនេះរូបសំណាក់នេះគឺច្រើនតែឃើញមាននៅតាមបាទផែវឬជញ្ជាំងនៃប្រាសាទបាយ័នឬប្រាសាទបន្ទាយឆ្មារូបនេះបង្ហាញពីភាពស្ងប់ស្ងាត់និងការលះបង់នៅលោកបាទកិលេសលោកីដើម្បីរកព្រះធម៌រកធម៌ក្នុងនេះបញ្ជាក់ថារូបសំណាក់មួយរូបនេះគឺមិនបានបញ្ជាក់ថាជាគ្រូរបស់ជ័យវរ្ម័នទី7ទេគេបញ្ជាក់ថាគឺជាអ្នកប្រាជ្ញតាបោះឬក៏ឥសីបញ្ជាក់អញ្ចឹងណាគាត់កំពុងតែអង្គុយសមាធិដើម្បីឲ្យតម្កល់ចិត្តឲ្យស្ងប់សមាធិអ្នកប្រាជ្ញបានចេះសមាធិមនុស្សសាមញ្ញធម្មតាចេះសមាធិទេព្រោះអីមនុស្សសាមញ្ញធម្មតាគឺធ្វើរឿងផ្សេងពីមនុស្សអ្នកប្រាជ្ញចំណុចទី2បាទលក្ខណៈសម្គាល់នៃរូបចម្លាក់រូបសំណាក់របស់យើងណាដែលនៅបន្ទាយឆ្មានិងបាយ័នហ្នឹងលក្ខណៈសម្គាល់ហ្នឹងគឺរូបរាងបាទព្រះឥសីមានរូបរាងស្គមគឺរូបរាងស្គមណាបាទរូបរាងស្គមព្រះឥសីហ្នឹងគឺអង្គុយសមាធិហើយមានរូបរាងស្គមយើងមើលទៅឃើញឆ្អឹងជំនីដែលជានិមិត្តរូបនៃការបាទតមអាហារនិងការវឹកហាត់ផ្លូវចិត្តយ៉ាងបាទតឹងរឹងយើងបញ្ជាក់បានថារូបសំណាក់នេះគឺស្គមស្គាំងអត់មានអាហារអញ្ចឹងយើងឃើញឆ្អឹងដោយសារតែបញ្ជាក់ថាអ្នកប្រាជ្ញចំនួននោះគឺគាត់ខំប្រឹងលះបង់ច្រើនណាស់ដើម្បីខ្លាចជាអ្នកប្រាជ្ញខំប្រឹងរៀនសូត្រខំប្រឹងអីហ្នឹងបាទពេលខ្លះហ្នឹងក៏តមអាហារដើម្បីខំប្រឹងរៀនសូត្រណាទើបខ្លាចជាអ្នកប្រាជ្ញ
nè anh chẳng dừng dây pi ca tay càiរបស់រូបសំណាក់របស់យើងនៅបន្ទាយឆ្មានៅបាយ័ននេះដែលយើងឆ្លាក់នោះបាទមានពុកមាត់បាទពុកចង្កាវែងបាទអញ្ចឹងមានសក់ខ្ពស់នៅខាងលើបាទមានមកុដបាទមានមកុដណាបាទគ្រូកែវគឺអត់មានមកុដទេតែរូបសំណាក់យើងគឺមានមកុដបាទចំពោះកាយវិការគឺអង្គុយប៉ែនភ្នែនដៃទាំងពីរបាទបំណំបាទដៃពីរបំណំជាបងប្អូនបំណំអញ្ចឹងណាបាទនៅត្រង់ដើមទ្រូងនេះត្រង់ដើមទ្រូងប៉ុណ្នេះបង្ហាញពីការគោរពសក្ការៈឬការផ្ដោតអារម្មណ៍หมายថាអង្គុយតាំងសមាធិដៃផ្គុំជាគឺបញ្ជាក់អំពីការសមាធិផ្ដោតអារម្មណ៍ទៅលើរឿងអីមួយដើម្បីឲ្យចិត្តនឹងវាស្ងប់ចំណុចទី3អត្តន័យបើយោងទៅតាមប្រវត្តិសាស្ត្រខ្មែររបស់យើងបានន័យថារូបភាពមកផ្ទាំងហ្នឹងគឺនៅក្នុងសម័យអង្គរក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានផ្ដល់តម្លៃយ៉ាងខ្លាំងដល់អ្នកចេះដឹងនិងអ្នកបួសព្រះឥសីត្រូវបានគេចាត់ទុកថាជាគ្រូអញ្ចឹងបានថាព្រះឥសីគឺចាត់ទុកជាគ្រូហើយឲ្យតែគាត់ជាឥសីបានគាត់គឺជាគ្រូហើយគ្រូរបស់ប្រជាពលរដ្ឋទាំងអស់បាទឬជាអ្នកបាទប្រឹក្សាយោបល់ដែលមានបាទប្រាជ្ញាស្មារតីខ្ពង់ខ្ពស់បើយើងនិយាយអំពីសាសនារូបសំណាក់មួយនេះគឺឆ្លុះបញ្ចាំងពីការលាយឡំគ្នារវាងព្រហ្មញ្ញសាសនាបាទព្រហ្មញ្ញសាសនាគឺតកតងជាមួយនឹងបាទតាបោះឥសីបាទថ្វាយបង្គំព្រះសិវៈនិងព្រះពុទ្ធសាសនាមហាយានដែលមានឥទ្ធិពលខ្លាំងក្នុងសម័យនោះអញ្ចឹងសម័យនោះគឺសម័យជ័យវរ្ម័នទី7គឺមានសាសនា2គឺដែលមានឥទ្ធិពលទី1សាសនាព្រហ្មញ្ញសាសនាទី2ពុទ្ធសាសនាហើយមកដល់ពេលនេះគឺយើងបានច្បល់បញ្ចូលគ្នាពុទ្ធសាសនានិងសាសនាព្រហ្មញ្ញសាសនាគឺយើងបានច្បល់បញ្ចូលគ្នាបានថាលីឡំជាមួយគ្នានៅហ្នឹងណារូបសំណាក់មួយនេះបងប្អូនយើងដែលបងប្អូនយើងឃើញបាទគឺឆ្លាក់នៅបាទបញ្ជាក់ម្ដងទៀតគឺនៅបាយ័ននិងនៅបន្ទាយឆ្មាយើងអាសាឃើញហើយឆ្លាក់នេះគឺឆ្លាក់នៅក្នុងសម័យប្របាទជ័យវរ្ម័នទី7ដោយចំនួននោះរូបតាបោះឬក៏រូបអ្នកប្រាជ្ញអ្នកហ្នឹងគឺជាគ្រូបានន័យថាព្រះអង្គជ័យវរ្ម័នទី7គាត់ចាត់ទុកថាពួកគាត់ដែលជាតាបោះហ្នឹងគឺជាបរមគ្រូគឺជាគ្រូអ្នកប្រឹក្សាអ្នកបង្រៀនមិនមែនបង្រៀនតែប្របាទជ័យវរ្ម័នទី7មួយរូបទេតែគឺជាបរមគ្រូបង្រៀនប្រជាពលរដ្ឋទូទាំងប្រទេសបង្រៀនប្រជាពលរដ្ឋឲ្យបង្រៀនទាំងមន្ត្រីរាជការទៀតអញ្ចឹងគឺគាត់ឲ្យតម្លៃទៅកាន់អ្នកប្រាជ្ញអ្នកចេះអ្នកដឹងមិនមែនតែជាបរមគ្រូប្របាទជ័យវរ្ម័នទី7ទេអញ្ចឹងបងប្អូនយើងបញ្ជាក់ច្បាស់ឡើងនេះណាបាទអញ្ចឹងរូបពីរហ្នឹងគឺផ្សេងគ្នារូបតាបោះនៅផ្ទាំងប្រាសាទរបស់យើងផ្សេងអត់មានចង្គមអត់មានកញ្ចក់ដៃវែងដូចរូបបិសាចអសូរកាយរបស់ថៃនោះទេឥឡូវយើងមកកំណត់អត្តសញ្ញាណនៃរូបប្រគូបាទព្រះគ្រូកែវកាយកែវនេះគឺរបស់ថៃម្ដងដែលថៃគេកំពុងតែគោរពបូជាគេឲ្យតម្លៃខ្លាំងណាបាទអូខេតោះឥឡូវយើងមកជឿទាំងអស់គ្នារឿងរ៉ាវថ្មីនេះទើបតែបង្កើតឡើងច្រើនបាទជាងការពិតបាទគឺជាចំណុចសំខាន់ចំពោះប្រវត្តិសាស្ត្ររូបសំណាក់ដែលថៃកំពុងតែគោរពបូជាចំណុចទី1ចែកជូនទៅកាន់បងប្អូនយើងមកណាបាទរូបសំណាក់តាក់ទងជាមួយនឹងគ្រូកែវបាទគ្រូកាយកែវបាទប្រភពតាមបានអះអាងថាជាជំនឿឬក៏ជំនឿបែបអបិយជំនឿអះអាងថាការអះអាងអ្នកដែលគោរពរូបនេះអះអាងថាលោកគ្រូកាយកែវជាគ្រូអាគមគ្រូមុនខ្មៅហ្នឹងបងប្អូនយើងណាគ្រូអាគមភាគច្រើនតែរៀនយូរទៅបើស្រីអាចទៅជាធ្មប់អញ្ចឹងណាបរោះក៏អាចទៅជាធ្មប់ដែរបៃសាអញ្ចឹងទៅនេះគឺជាគ្រូអាគមកំរគ្រូអាគមខ្លាចជាល្អលុះត្រាតែគ្រូអាគមហ្នឹងគាត់កាន់នៅសិល5ឬក៏សិលច្រើនគាត់គោរពប្រតិបត្តិបានគាត់អាចគេចផុតពីទៅជាគ្រូបៃសាចអសូរកាយអញ្ចឹងណាបាទគ្រូគឺមានច្រើនបងប្អូនយើងគ្រូអាគមមានគ្រូអាគមល្អគ្រូអាគមអាក្រក់វាទៅជាបៃសាចអសូរកាយអញ្ចឹងណាទៅសម្រាប់ទៅធ្វើអំពើដាក់គេអានោះគឺជាគ្រូអាគមអាក្រក់គ្រូអាគមល្អបានគាត់រៀនតាមអំពើល្អនៅជួយស្ដោះផ្លុំជួយចម្លងសัตว์លោកអញ្ចឹងណាគាត់ទុះទាយអំពីជោគវាសនាអញ្ចឹងទៅដើម្បីប្រកិច្ចជាមួយនឹងគ្រោះកាចទាំងឡាយតែតាមរូបនេះគឺគ្រូនេះគឺជាគ្រូធ្មប់ហើយគ្រូអាគមនេះបងប្អូនយើងដែលថៃគោរពហ្នឹងគឺជាគ្រូធ្មប់គ្រូអាក្រក់បាទ
អូខេអញ្ចឹងវាខុសពីគ្រូរបស់ជ័យវរ្ម័នទី7វាមិនដូចគ្នាដាច់ឆ្ងាយស្រឡះតែម្ដងណាបងប្អូនហើយយើងឃើញរូបរាងនេះបងប្អូនអើយបាទថៃគេគោរពបូជាណាតាក់ទងជាមួយនឹងគ្រូប្រកាយកែវគេនេះមានចកោមបីសាច់ពោមាសនេះមានកញ្ចក់ជើងកញ្ចក់ដៃនេះអូរូបស្គមស្គាំងមានស្លាបទៀតបាទជាវែងបើតាមជំនឿខ្មែររបស់យើងប្រភេទនេះមានស្លាបជីវាដូចជាក្រាក់ហាំងទេបងប្អូនដូចជាក្រាក់ហាំងដូចជាខ្មោចចង្អេដូចជាបីសាច់ទៅហើយដូចជាបីសាច់បងប្អូនយើងបីសាច់ព្រាអសូរកាយបើតាមជំនឿណាចឹងហើយប្រភេទជាមនុស្សអាក្រក់អញ្ចឹងណាដូនតាយើងមិនគោរពទេមិនគោរពទៅយើងមិនចានៅលើផ្ទាំងសាលាហ្នឹងណាប្រាសាទហ្នឹងណាតែថៃគេយកមកគោរពបានន័យថាពពួកអស់នេះពពួកថៃនេះគឺជាពពួកដែលគោរពពួកបីសាច់ពួកមីជ្រែកបានអញ្ចឹងពួកហ្នឹងមកឆ្លៀនពៀនទឹកដីគេបាទដោយសារពួកហ្នឹងវាចូលចិត្តពួកប្រភេទមីអញ្ចឹងណាប្រភេទពួកមនុស្សអាក្រក់អញ្ចឹងពួកអាក្រក់វាចូលចិត្តអាក្រក់គ្នាវាមើលនេះអូបានអញ្ចឹងក៏ថៃវាចេះតែឆ្លៀនពៀនខ្មែរឆ្លៀនពៀនភូមាបាទឆ្លៀនពៀនទឹកដីឡាវនោះជុំវិញប្រទេសជិតខាងឆ្លៀនពៀនម៉ាឡេស៊ីបាទមានការ៉ែនថៃណាទៀតនោះបង្កើតការ៉ែនថៃការ៉ែនថៃទៅប្រកាសឯករាជ្យយើងមើលរូបភាពនេះយើងដឹងហើយយើងមើលជាមួយនឹងការប្រព្រឹត្តរបស់ថៃបច្ចុប្បន្ននេះយើងដឹងថាជនជាតិថៃគឺគាត់គោរពជាមួយនឹងពួកមនុស្សបីសាច់សត្វដេរឆានសត្វសភាវៈអាក្រក់ហើយអីបានគោរពអញ្ចឹងដោយសារតែមនុស្សនឹងគឺអញ្ចឹងមនុស្សប្រភេទអាក្រក់គឺគោរពអាក្រក់ដូចគ្នាហើយចោលវាដើរជាមួយចោលគ្នាវាហើយត្រូវអត់បងប្អូនចោលគឺវាដើរជាមួយនឹងចោលគ្នាវាបើមនុស្សល្អអ្នកប្រាជ្ញដើរជាមួយអ្នកប្រាជ្ញដូចប្រាសាទយើងទាំងអស់សិតតែរូបតាបោះហ្នឹងនេះរូបតាបោះបានថាគឺអ្នកប្រាជ្ញអ្នកចេះអ្នកដឹងមិនមែនបានឆ្លាក់ទៅលើរូបអសូរកាយដូចថៃទេថៃជួយចិត្តអសូរកាយតោះទៅឆ្លាក់ប្រាសាទថៃថ្មីដាក់រូបអសូរកាយតោះដាក់អត់បងប្អូនយើងបាទអញ្ចឹងផ្ដើមទៅថៃថារូបព្រះកាយកែវហ្នឹងគឺមិនមែនជាបរមគ្រូរបស់ជ័យវរ្ម័នទី7ខ្ញុំទេកុំយល់ច្រឡំមើលរូបឲ្យច្បាស់មើលឲ្យជាក់ចាំញាក់អញ្ចឹមដនថៃធូមីអរគុណបងប្អូនយើងគឺមានព័ត៌មានអាប់ដេតតែប៉ុណ្្នឹងទេកុំឲ្យបងប្អូនយើងយល់ច្រឡំហើយថៃក៏យល់ច្រឡំដែរថារូបគ្រូបកាយកែវហ្នឹងគឺជាគ្រូរបស់ជ័យវរ្ម័នទី7តែក៏ពិតមិនមែនទេបងប្អូន No មិនមែនទេអរគុណបងប្អូនយើងនេះមានព័ត៌មានអាប់ដេតចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងតាក់ទងជាមួយនឹងរឿងនៅប៉ុណ្្នឹងទេតាក់ទងគ្រូបកាយកែវដែលថាយល់ច្រឡំថាជាគ្រូជ័យវរ្ម័នទី7ចង់បញ្ជាក់ថាគឺមិនមែនជាដាច់ខាតបញ្ជាក់បន្តិចបងប្អូនយើងអាប់ដេតបន្តិចតាក់ទងជាមួយនឹងបន្ទាប់ព្រំដែនយើងពេលបច្ចុប្បន្ននេះថ្នាក់ដឹកនាំយើងគឺនៅតែបន្តប្តឹងជាមួយនឹងប្រព័ន្ធតុលាការ AOT ក៏នៅតែរកជាមួយនឹងផតតាំងដើម្បីយកទៅប្រជុំនៅកិច្ចប្រជុំប្រឹក្សាអាស៊ានហើយចំពោះសកម្មភាពរបស់យោធាថៃគឺនៅតែមានសកម្មភាពបញ្ជូនកងទ័ពមកថ្មីជាបន្តមកកាន់កាប់ទឹកដីដែលគេបានវាយយកបានមួយចំនួនហើយកន្លែងខ្លះគឺគេបានវាយកំទេចហើយគេសាងសង់ថ្មីដោយកន្លែងលោកតាអ៊ុំក៏គេវាយកំទេចហើយគេសាងសង់ថ្មីកន្លែងព្រះវិស្ណុបាទព្រះវិស្ណុដែលខ្មែរយើងគោរពបែបព្រហ្មញ្ញសាសនាក៏គេវាយកំទេចចោលគេដាក់រូបសំណាក់ផ្សេងមួយចំនួននេះគឺជាការអាប់ដេតខ្លីចែកជូនទៅកាន់ពុកម៉ែបងប្អូនយើងហើយបងប្អូនយើងត្រូវចាំថាការពីលើកទី2ថៃក៏ធ្វើអញ្ចឹងដែរគឺគេចល័តកងទ័ពគេថាគេអត់វាយទេបន្ទាប់ពីចល័តកងទ័ពហើយគេចាប់ដើមដើរបាទមើលបន្ទាប់ព្រំដែនទៀតណាដើរមើលបន្ទាប់ព្រំដែនហើយគេជន់មីនចាំមើលបងប្អូនយើងតើធ្វើអញ្ចឹងទៀតអត់អាចថាគេដើរមើលតាមបន្ទាប់ព្រំដែនហើយគេជន់មីនទៀតអញ្ចឹងអាចគេយកលេសវាយទៀតខ្ញុំលែងជឿជនជាតិថៃព្រោះជនជាតិថៃគឺពូកែកុហកនិងពុតបុតមែនតែនខ្ញុំមិនជឿថាថៃគោរពជាមួយនឹងកិច្ចព្រមព្រៀងបាត់ឈប់បាញ់ទេខ្ញុំមិនជឿដាច់ខាតអូខេបាទអញ្ចឹងគឺបងប្អូនយើងមានតែចាប់អាប់ដេតទាំងអស់គ្នាថាទៅយ៉ាងមុខគឺយ៉ាងម៉េចហើយក៏សង្ឃឹមថាថៃចេះគោរពច្បាប់គេទៅបាទកុំជាសត្វដេរឆានមិនចេះគោរពច្បាប់មានសត្វដេរឆានវាមិនចេះគោរពច្បាប់បើមនុស្សចេះគោរពច្បាប់ហើយចឹងសង្ឃឹមថាថៃមិនមែនជាសត្វដេរឆានដែលមិនគោរពជាមួយនឹងបទឈប់បាញ់
អរគុណបាទជំរាបលាជួបគ្នាជាមួយនឹងខ្ញុំវីដេអូក្រោយបើសិននិយាយទៅប៉ះពាល់អារម្មណ៍ក៏អធិស្ឋានពីចម្ងាយ